បាទគ្រប់ជំរាបសួរបងប្អូនបាទខ្ញុំធ្វើវីដេអូបង្ហាញពីការចិញ្ចឹមព្រាបនៅត្រង់យើងខ្ញុំបាទឃើញបងប្អូនយើងចេញវីដេអូចិញ្ចឹមព្រាបបានចំណូលច្រើនបាទក៏ប៉ុន្តែខ្ញុំទៅចាប់ផ្ដើមចិញ្ចឹមពីខែ4បាទអញ្ចឹងបានរយៈពេល1ឆ្នាំជាងតទល់ខែ4វិញមិនបាន2ឆ្នាំបាទពីដំបូងឡើយខ្ញុំចំទិញពីគូមេបាពីគូហើយនឹងបងប្អូនឲ្យយកមកចំពីគូអញ្ចឹងបាន4គូបាទហើយក៏ចេះតែមានកូនកើននឹងទិញពូជថែមតបាទនេះជាចំណីដែលខាងខ្ញុំផ្ដល់ឲ្យនឹងមានពូជមានស្រូវសម្រូបបាទហើយនឹងមានចំណីសត្វបាទអញ្ចឹងក្នុងការចំណាយប្រចាំខែបច្ចុប្បន្នហ្នឹងស្រូវកិនអស់200គីឡូក្នុងមួយខែបាទបើយើងគិតជាលុយទៅវាមួយបាវចូល50000បាទ50000យើងវាយទៅ50000វាអាច200,000ចំណីសម្រាប់ពីទីផ្សារមកមួយបាវ760,000ទៀតបាទថា55000បាទអញ្ចឹងអស់255,000ពូតអស់ប្រហែលជា20គីឡូក្នុងមួយខែបាទអញ្ចឹង20គីឡូ1គីឡូ1200បាទអញ្ចឹងវាអស់20000ជាងបាទអញ្ចឹងក្នុងចំណាយក្នុងមួយខែចូលប្រហែលជាខ្ទង់30,000 270,000 27000បាទចូលឲ្យ27-28,000ចូល30,000អាចខ្ទង់ប្រឡោះហ្នឹងហើយបើមានទិញសរេកបាយអី2-3គីឡូទៀតវាចូលហាក់ប្រហែលចង់30,000បាទហើយការផ្ដល់ចំណីនេះគឺឲ្យស៊ីស្រូវសម្រូបនឹងជាប្រចាំបាទស្រូវសម្រូបជាប្រចាំក៏ប៉ុន្តែយើងអាចថែមឲ្យបន្ថែមនៅពូតមេបាដែលកូនធំនិងមេបាមិនទាន់កូនដែលនៅពងក្រាបពងតែចំពោះមេបាដែលចិញ្ចឹមកូនហ្នឹងយើងថែមចំណីមាន់សាច់ហ្នឹងចំណីមាន់សម្រាប់មាន់សាច់ក្របធំហ្នឹងបាទវាស្រួលចិត្តបាទហើយមានចំតែ2ពូទេបងប្អូនមានពួកម៉ូឌៀនហ្នឹងមានប្រហែលជា10គូហ្នឹងមេបាឡើងថ្មីហ្នឹង4-5គូហើយ4-5គូបាទអញ្ចឹងមេបាចាស់ប្រហែលជា5គូបាទហើយព្រៀបមាន់មានប្រហែលជា40គូបាទ40គូពួកកូនតូចមួយចំនួនទៀតបាទអញ្ចឹងមានពួកកូនតូចប្រហែលជា30ក្បាលអញ្ចឹងសរុបព្រៀបទៅប្រហែលជាខ្ទង់130ក្បាលបាទអញ្ចឹងចំណាយអស់ចូលចិត្ត30,000ក្នុងមួយខែបាទនេះត្រង់មួយផ្សេងទៀតបាទជាប់គ្នានឹងខាន់ដាក់ដោយឡែកពីគ្នាបាទអញ្ចឹងបើតាមការទូទាត់ចំណាយចំណូលឃើញថាយើងចំណាយច្រើនបាទហើយព្រៀបសពថ្ងៃហ្នឹងកូនក្នុងចុងខែហ្នឹងបាទខែ11ហ្នឹងប្រហែលជា5គូទេបាទបាន5គូហើយខែ12ហ្នឹងឃើញបានប្រហែលជា7-8គូបាទហើយនៅសល់កូននៅទូចមិនទាន់បែកបានប្រហែលជាបាទអញ្ចឹងដើម្បីឲ្យបានចំណូលដូចបងប្អូនយើងលោកមានការចិញ្ចឹមបានចំណូលច្រើននោះតើបន្ថែមពូជបន្តបាទសូមអរគុណ